យើងវាស់សំទះនឹងច្បាស់លាស់ហើយយើងយកមកចែកបូកដកអីរួចរាល់អញ្ចឹងកាត់ហើយកន្លែងហ្នឹងអត់កែទេដល់បន្ទាប់ពីយើងកាត់រួចរាល់ហើយយើងមើលបំពង់ក្លៀកយើងធ្វើម៉េចឲ្យមូលស្អាតមកចឹងរួចរាល់ជាការស្រេចបន្ទាប់ពីយើងកាត់ស្មាមុខជាក្លៀកមុខរួចរាល់យើងមកធ្វើកម្ដងណាបងប្អូនអញ្ចឹងករបស់យើងមុននឹងកាត់យើងបត់ធីវចូលក្នុងសិនតោះមកយើងចេញក6លេខតោះមកយើងចោះម្លេខកន្លះដើម្បីរកជំរឿកបន្តទៀតចឹងជំរឿកយើងដាក់ប្រមាណសាច់ចិត្តយើងស្រឡាញ់តោះមកយើងចេញកឡើងវិញដើម្បីឲ្យសមមួយជំរឿទំហំនឹងជំរឿឲ្យស៊ីគ្នាទៅដើម្បីឲ្យកយើងរឹតស្អាតចាសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបកាត់អាវទាំងក្រោយអញ្ចឹងជាដំបូងយើងទុកបត់ជើងបន្ទាប់មកយើងវាស់សម្រងអញ្ចឹងអាវដែលខ្ញុំកាត់នេះសម្រង65ចុះក3លេខសម្រង65ចុះក3លេខអញ្ចឹងមកចាបន្ទាប់មកយើងគូប្រវែងស្មាបន្ទាប់មកយើងគូបន្តលើនេះដើម្បីយើងចេញកបន្ទាប់មកយើងរកជំរឿក្លៀកដើម្បីរកជំរឿក្លៀកយកជំវិញទ្រូងចែកឲ្យ6/4សម្រាប់អាវរលុងចាបងប្អូនហ្នឹងហើយអញ្ចឹងយើងគូបន្តហ្នឹងមកតមកយើងរកជំវិញទ្រូងដើម្បីរកជំវិញទ្រូងយកជំវិញទ្រូងចែក4បានតមកចូលក្លៀក5លេខអញ្ចឹងប្រវែងស្មាយើង42ចែកបាន21តមកយើងចេញក6លេខចឹងក្បួនងាយបងប្អូនមើលតាមហ្នឹងទៅយ៉ាងអញ្ចឹងលេខបងប្អូនមិនបាច់ចង់ដឹងថាលេខប្រហែលចែកប្រហែលទេសំខាន់ឲ្យតែដឹងក្បួនដូចថាជំវិញទ្រូងចែក6/4ហ្នឹងអានឹងអាវជំរឿក្លៀកអញ្ចឹងណាដោយសកម្មភាពខ្ញុំគូគឺវាមានយើងចុចដៅហើយយើងគូអញ្ចឹងមកចឹងវិធីកាត់ងាយទេបងប្អូនអញ្ចឹងវីដេអូនេះតើខ្ញុំបង្ហាញបងប្អូនច្រើនដងបានយល់ព្រោះអាវវាមានក្បួនអញ្ចឹងបងប្អូនត្រូវចេះក្បួនមកបន្ទាប់ពីយើងដេកគូហើយយើងត្រូវចេញធ្នេអាវយើងតែយើងផ្លិចធ្នេគឺចោលបងប្អូនណាចាឥឡូវបន្ទាប់មកយើងមកចែករកក្លៀកអញ្ចឹងយើងរើក្លៀកយើងចែកជា2បន្ទាប់មកយើងចេញសន្ទះក្រោយអញ្ចឹងសន្ទះក្រោយយើង37ចែកជា2បាន18កន្លះបូកធ្នេម្លេះ19កន្លះអញ្ចឹងចំណុចហ្នឹង19កន្លះអញ្ចឹងបងប្អូនគូដាក់ឈៀកអញ្ចឹងមកហើយយើងគូមកដល់ចំកន្លែងយើងចែកក្លៀកហ្នឹងចាឥឡូវហើយបន្ទាប់មកយើងប្រើបន្ទាត់ត្រង់យើងគូអញ្ចឹងមកបស៊ីតិចអញ្ចឹងមកឥឡូវរួចរាល់បងប្អូនអត់មានអីពិបាកទេយើងកាត់បានហើយអញ្ចឹងវិធីកាត់ទាំងក្រោយងាយបងប្អូនធ្វើបានអត់មានអីពិបាកទេអញ្ចឹងរបៀបបោះអីក៏ខ្ញុំមានបង្ហាញឥឡូវរបៀបកាត់ទាំងក្រោយក៏ខ្ញុំមានបង្ហាញអញ្ចឹងវីដេអូហ្នឹងខ្ញុំបង្ហាញបងប្អូនទាំងក្រោយទាំងមុខពេលខ្ញុំធ្វើវីដេអូមុនខ្ញុំបង្ហាញទាំងក្រោយបងប្អូនសួររកទាំងមុខចឹងបងប្អូនខ្លះក៏អត់ចេះតាមដានរកវីដេអូមើលបន្តទេចាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនក៏អត់ចេះរកវីដេអូមើលបន្តខ្ញុំធ្វើជាប់គ្នាតែហ្មងឥឡូវយើងចាប់ផ្ដើមឆ្លងទាំងមុខមកអញ្ចឹងទាំងមុខយើងលើមុខតាលើមុខយើងមានធីវណាបងប្អូនធីវ4លេខ3លេខក៏បាន4លេខក៏បានធីវហើយនឹងគងលេវបងប្អូនយើងគូ4លេខអញ្ចឹងទៅហើយកងលេវហ្នឹងយើងសម្រាប់លេវធម្មតា2លេខឬ1លេខកន្លះតែបើយើងដាក់លេវកណាត់3លេខបើយើងមិនដាក់លេវកណាត់យើងចង់ចោះតែយើងចោះតតឹងក៏3លេខដូចគ្នាណាបងប្អូនចឹងយើងបោះ3លេខចឹងមកដើម្បីឲ្យយើងកងគ្នារៀងជ្រៅទៅតើបើយើងគូធីវនឹងកងលេវរួចយើងដាក់អាវទាំងក្រោយយើងត្រួតទៅលើវិញដដែលមកអញ្ចឹងអត់មានអីបាក់ទេបងប្អូនបើយើងឆ្លងទាំងមុខវាលឿនចាបងប្អូនឥឡូវយើងមកធ្វើធ្លាក់មុខណាបងប្អូនខាងមុខធ្វើវែងជាងទាំងក្រោយ2លេខប៉ុន្តែវែងតែខាងមុខទេចំហៀងស្មើគ្នាណាបងប្អូនអញ្ចឹងវីដេអូមុនខ្ញុំបានបញ្ជាក់កន្លែងហ្នឹងគាត់និយាយឥឡូវខ្ញុំបង្ហាញបងប្អូនជាក់ស្ដែងអញ្ចឹងទាំងមុខត្រូវវែងជាងទាំងក្រោយ2លេខខាងមុខតែចំហៀងស្មើគ្នាឥឡូវខ្ញុំបង្ហាញបងប្អូនហើយបង្ហាញច្បាស់ឥឡូវយើងគូផ្ស៊ីធ្លាក់មុខអញ្ចឹងមកអញ្ចឹងក្បួនអាវរបស់ខ្ញុំគឺធ្លាក់មុខ2លេខណាបងប្អូនហ្នឹងអាវរលុងអាវរៀងក៏អញ្ចឹងដូចគ្នាបន្តមកយើងមកមើលរបៀបកាត់ទាំងមុខទាំងអស់គ្នាចាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញបងប្អូនច្បាស់ទាំងទាំងមុខទាំងទាំងក្រោយណាបងប្អូនចាឥឡូវបន្ទាប់ពីយើងកាត់រួចរាល់យើងមកដកទាំងក្រោយចេញសិនដើម្បីយើងទៅធ្វើទាំងមុខណាបងប្អូនចាបងប្អូនហ្នឹងហើយឥឡូវយើងមកកាត់ស្មាមុខ2លេខចេញមកនេះយើងកាត់ហើយយើងគូប្រឆាត់ចឹងមកណាបងប្អូនយើងដាក់ឲ្យច្បាស់ចឹងមកហើយកាត់សិនទៅឥឡូវបន្ទាប់ពីយើងកាត់ស្មាមុខចេញ2លេខហើយយើងមកចុះយើងចែកក្លៀកបំពង់ក្លៀកយើងចែករកសន្ទះមុខអញ្ចឹងសន្ទះមុខយើង34ចែកជា2បាន17បូក1 18ណាបងប្អូនកន្លែងហ្នឹង18យើងវាស់ពីបន្ទាត់កងលេវមកតោះមកយើងខ្វៀលក្លៀកចឹងមកបងប្អូនអញ្ចឹងអាវដែលខ្ញុំកាត់ហ្នឹងគឺអត់មានជាក្លៀកពីបេះដូងទេគឺខ្ញុំបូកដករួចរាល់បន្ទាប់ពីយើងវាស់ហើយយើងវាស់សន្ទះនឹងច្បាស់លាស់ហើយយើងយកមកចែកបូកដកអីរួចរាល់អញ្ចឹងកាត់ហើយកន្លែងហ្នឹងអត់កែទេដល់បន្ទាប់ពីយើងកាត់រួចរាល់ហើយយើងមើលបំពង់ក្លៀកយើងធ្វើម៉េចឲ្យមូលស្អាតមកចឹងរួចរាល់ជាការស្រេចបន្ទាប់ពីយើងកាត់ស្មាមុខជាក្លៀកមុខរួចរាល់យើងមកធ្វើកម្ដងណាបងប្អូនអញ្ចឹងករបស់យើងមុននឹងកាត់យើងបត់ធីវចូលក្នុងសិនតោះមកយើងចេញក6លេខតោះមកយើងចោះម្លេខកន្លះដើម្បីរកជំរឿកបន្តទៀតអញ្ចឹងជំរឿកយើងដាក់ប្រមាណសាច់ចិត្តយើងស្រឡាញ់
តមកយើងចេញកឡើងវិញដើម្បីឲ្យសមមួយជម្រៅទំហំនឹងជម្រៅឲ្យស៊ីគ្នាទៅដើម្បីឲ្យកយើងរឹតស្អាតចឹងជម្រៅកដែលខ្ញុំគូនេះគឺខ្ញុំចោះ17លេខចឹងបងស្រីគាត់ឆ្លាញ់ករៀងជ្រៅហើយរៀងលះចឹងកនេះហៅកអុយបងប្អូនយើងកាត់ជ្រុងហើយយើងលុបជ្រុងតាំងតិចទេណាបងប្អូនកចឹងករៀងជ្រៅវាចឹងយើងលួចបន្តិចមកបត់បន្តិចដើម្បីពេលយើងកាត់ទៅកុំឲ្យវារីកបងប្អូនកុំឲ្យវារីកលើកណាត់ណាចឹងយើងបិទស្កត់ពេលចឹងមកចាបងប្អូនហ្នឹងហើយខ្ញុំបញ្ជាក់បងប្អូនឡើងវិញខ្លាចបងប្អូនភ្លេចចឹងណាឥឡូវយើងកាត់ទាំងមុខរួចរាល់យើងកាត់ស្មាមុខជាក្លៀកមុខរួចរាល់បានមកធ្វើកណាបងប្អូនបើយើងធ្វើកហើយទៅកាត់ស្មាមុខយើងរកចំណុចអត់ឃើញទេអញ្ចឹងយើងនិយាយទៅយើងអត់មានកន្លែងធ្វើកាត់ស្មាមុខជាក្លៀកមុខទេបន្ទាប់ពីយើងធ្វើកហើយយើងអស់កន្លែងធ្វើហើយអញ្ចឹងមុននឹងធ្វើកយើងកាត់ស្មាមុខជាក្លៀកមុខអញ្ចឹងកបងប្អូនមើលតាមហ្នឹងមកគូមិនលួចមិនគឺខ្ញុំមាននៅក្នុងហ្នឹងទាំងអស់ចឹងវិធីកាត់ងាយៗទេអត់មានអីពិបាកទេបងប្អូនខ្ញុំបង្ហាញបងប្អូនអស់អត់មានទុកលាក់លៀមអីទេគឺធ្វើខ្ញុំកាត់មិនខ្ញុំបង្ហាញចឹងបងប្អូនចឹងឥឡូវយើងកាត់បានហើយកយើងហើយបងស្រីគាត់ធ្លាប់ខមមិនថាគាត់មើលហើយនៅធ្វើអត់កើតខ្ញុំមិនដឹងដែរខ្ញុំតើខ្ញុំបរៀនសិស្សផ្ទាល់ខ្ញុំបរៀនចឹងបងប្អូនអត់មានបរៀនខុសពីហ្នឹងទេតែខ្ញុំបង្ហាញតែបងប្អូនមិនគឺខ្ញុំធ្វើចឹងហើយបើបងប្អូនណាធ្វើអត់កើតក៏ខ្ញុំអត់ដឹងមូលហេតុដែរអញ្ចឹងរៀនណាបងប្អូនបើសិនជារៀនអ្នកដែលគេរៀនចេះគេមើលអនឡាញគេមើលតាម YouTube គេចេះសម្រាប់អ្នកអត់ចេះរៀនផ្ទាល់ក៏អត់ចេះ